បាទអញ្ចឹងជាដំបូងសូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះថារីវីរ៉ាមកពីក្រុម SU20 ថ្ងៃនេះខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការបង្កើត website e-commerce នៅក្នុងAWS បាទអញ្ចឹងយើងចូលទៅកាន់ការបង្កើត website នឹងតែម្ដងទៅបាទអញ្ចឹងជាដំបូងខ្ញុំចូលមកកាន់ AWS ហើយខ្ញុំចូលមក Live Shield ដើម្បីធ្វើការបង្កើត instance ថ្មីមួយអូខេអញ្ចឹងខ្ញុំទៅ create instance ហើយខ្ញុំរើស Linux Ubuntu អូខេ Linux ហើយខ្ញុំយក WordPress បាទបន្តមកទៀតមកក្រោមទៀតអូខេអញ្ចឹងASA key ខ្ញុំដាក់ ASA key ដដែលក៏បានដែរហើយមកខាងក្រោមទៀតយើងអាចរើសBala Perman អូខេយើងរើសអាមួយនឹងចោះអូខេហើយ instance name របស់យើងដាក់ecom អូខេអញ្ចឹងខ្ញុំអាចនឹងបង្កើត create custom key ថ្មីអូខេ generate key មួយមក download private key អូខេដាក់វានៅនឹងសិនទៅហើយ select វាមកអូខេអញ្ចឹងប៉ុណ្ណឹងយើង create instance មកអូខេ already use អូខេយើងដាក់ប៉ុណ្ណឹងអញ្ចឹងបន្តមកទៀតយើងចូលទៅ network ដើម្បីធ្វើការ config IP អូខេ manage អូខេយើងបន្តទៀត create IP static ផ្លេច select instance អូខេអញ្ចឹងយើង create ហើយយើងទៅ step បន្តទៀតដែលយើងទៅទិញ domain ពី Namecheap អូខេអញ្ចឹងdomain name ខ្ញុំដាក់ឈ្មោះe-commerce អូខេ ecommerce.store ចុះសាក search សាកមើលហើយគេដាក់ហើយបាត់ហើយ e-commerce មកអូខេអញ្ចឹង add to cart មក check out អូខេ confirm order នឹង user ខ្ញុំដដែលទេអូខេហើយកាតរបស់ខ្ញុំដដែលដែរខ្ញុំចូលទៅបើកកាតមួយសិនអូខេអញ្ចឹងកាតរបស់ខ្ញុំបើកហើយខ្ញុំអាចនឹង continue ទៅអូខេ pay now អញ្ចឹងវាកាត់លុយចេញពីកាតរបស់យើងចឹង process order របស់យើងគឺprocess ទិញ domain របស់យើងគឺ success ហើយខ្ញុំចាំវា process តិចទៅអូខេអញ្ចឹង success
យើងទិញបាន success ហើយយើងអាចចូលទៅមើលនៅក្នុង email របស់យើង Okay name sheet នេះគឺ billing ដែលវាឲ្យយើង Okayអញ្ចឹងយើងទៅ home វិញទៅ dashboard domain list អូខេហើយយើងមើលនេះឈ្មោះ domain របស់យើងអូខេហើយយើងយក manage មកអញ្ចឹងវារឿង slow បន្តិចអញ្ចឹងយើងទុកវានៅនឹងសិនក៏បានដែរយើងចូលទៅ route 53របស់យើងសិនអូខេយើងចូលទៅ route 53តទៅពីចូល route 53ហើយយើងរកកន្លែង host zone អូខេ host zone ហើយយើង create host zone មកអញ្ចឹងបន្ទាប់មកយើងដាក់ឈ្មោះឬក៏យើងដាក់domain របស់យើងអញ្ចឹងដាក់ ecom អូខេ ecom អីគេមិញecommerce.store អូខេយើងដាក់ចឹងមកអូខេ public zone ចឹងប៉ុណ្ណឹងគេ add មកហើយមួយទៀតយើងទៅ role name server បន្ទាប់ពីយើង create ហើយយើងឃើញ unique name record មួយគេ record name កន្លែងនេះគេមាន4នេះអញ្ចឹងយើងត្រូវ copy អា4នេះយើងយកទៅដាក់នៅក្នុង name sheet អូខេអញ្ចឹងយើង copy មកមួយមកដល់ក្នុង name sheet អូខេយើងដាក់នៅក្នុងនេះ custom name មួយកុំដាក់ដល់ចុចអូខេ name 2នេះយ៉ាអូខេ name 3ហើយ name 4អូខេអញ្ចឹងយើងដាក់ប៉ុណ្ណឹងមក take វាមកអញ្ចឹងយើងទៅ route 53របស់យើងវិញយើងមក create record អូខេអញ្ចឹងrecord មួយរបស់យើងគឺយើងទៅ copy Live static IP របស់យើងនេះជា static IP ពីយកមកផាសមកអូខេហើយ create យើងផ្លាច់យក a record យើងទៅ edit record មួយសិនអូខេ a record ត្រូវហើយអូខេហើយតមកទៀត record ទី2អូខ
យើងដាក់ www ហើយបន្តមកទៀតយើងអាចនឹងរើស cname cname ចឹងមកenter value យើង paste ចូលមក git add record អញ្ចឹងកន្លែងនេះរបស់យើងមើលម្ដងទៀតខ្លាចខុស value ត្រូវហើយ subdomain record ត្រូវហើយអូខេអញ្ចឹងប៉ុណ្ណឹងបានហើយអញ្ចឹងបន្តមកទៀតយើងចូលទៅ Live Shield dashboard របស់យើងវិញអូខេហើយយើងទៅ instance ចូលមកកន្លែងនេះមកគឺយើង connect ទៅ using SH គេយើង ls cat ចូលទៅ application ហ្នឹងមកគឺអញ្ចឹងយើងមាន user ហើយនិង password WP admin របស់យើងហើយអូខេអញ្ចឹងបន្តមកទៀតយើងចូលទៅតាមរយៈhttp IP របស់យើងហើយ /wp admin អូខេអញ្ចឹងយើងចូលមកយើងវាយ user មកហើយយើងទៅ copy password នេះមកអូខេ copy pass អូខេ loginអញ្ចឹងបន្តមកទៀតយើងចូលមកកាន់WordPress របស់យើងហើយអញ្ចឹងយើងចូលទៅ change កំណត់ ASL ឲ្យវាអូខេអញ្ចឹងដើម្បីកំណត់ ASL បានយើងចូលទៅ Live Shield វិញយើងប្រើកំណត់តាមរយៈcommand line អូខេ sudo /otp/ bitnami /pn search .tool អញ្ចឹង sudo bitmap not found អញ្ចឹងដោយសារ bitmap យើងអត់ទាន់ install យើង install វាសិនមកbitnami យើងអត់ទាន់ install chúng như tôi install với đồ dụ ghé
ចឹងយើងចាំវា install តិចអូខេហើយយើងអាចចូលទៅ comment មុននឹងបាន cannot found ដដែលចឹងយើងអាចចាំវាបន្តិច
គេចឹងយើងចូលអត់ទាន់បានទេតើតងមួយនឹងHTTPS ហ្នឹងយើងសាកល្បងមកវិធីទៀត
Okay, common Lego not found. Từ vị tríថ្មីមួយទៀត sẽ thay mới đi nào.
គេចឹងការ set up ASL ក៏ HTTP របស់យើងសិក្សាគេយើងមក refresh មកឃើញថាវាដើរហើយ HTTPS គេចឹងជំហានបន្តទៀតដែលយើងត្រូវធ្វើហ្នឹងតមកទៀតយើងទៅ install plugin អូខេយើងចូល plugin add plugin គឺយើង search WooCommerce យ៉ា Wi-Fi slow គេចឹងយើង install WooCommerce ហ្នឹងមកហើយយើង activate មកចឹងវារៀងយូរតិចគេចឹងset up my store វា closing ចុះអូខេដាក់ name ហ្នឹង email អូខេ continue មកគេចឹងយើងមិនទាន់ set up product អីយើងចូលទៅ install plugin មួយទៀតសិនមកinstall plugin ABA Payway មួយទៀតដើម្បីយើង integrate test payment check out អូខេយើង add plugin ABA Payway គេចឹងយើង install មក
activate វាមកអញ្ចឹងយើងចូលទៅ set setting វាឲ្យហើយក៏បានដែរអញ្ចឹងenable មួយមក enable ហើយយើងទៅ manage អញ្ចឹង merchant ID ខ្ញុំមានអីអូខេ merchant ID ហើយ currency ខ្ញុំយក USD ចុះ API key អញ្ចឹងខ្ញុំ take sandbox mode អូខេហើយ payment method ខ្ញុំ select ទាំងអស់អូខេហើយ back នេះខ្ញុំអត់ទាន់ដាក់ទេខ្ញុំចាំដាក់តាមក្រោយហើយកន្លែងនេះក៏ខ្ញុំត្រូវ change ដែរ HTTPS អូខេហើយនេះឈ្មោះ store អញ្ចឹងទៅអូខេ web pushback ឬក៏អូខេយើងចូលទៅ A WooCommerceចឹងដោយសារខ្ញុំធ្លាប់ធ្វើហើយមុនហ្នឹងខ្ញុំធ្វើតេតងមួយ URL នេះវាអត់ដើរចឹងខ្ញុំដាក់ URL មួយនេះទៅវាដើរអូខេចឹងយកវាមកដាក់វិញអូខេ PV pushback ចឹងដាក់ចឹងមកចឹងខ្ញុំដាក់ចឹងដែរខ្ញុំទៅចឹង save change ហើយចឹងតមកទៀតយើងទៅរក sim មួយមកចូល add new sim ថ្មីមួយហើយខ្ញុំ search sim ថ្មីខ្ញុំ search closing ចឹងខ្ញុំយក sim មួយនេះគេ activate វាមកថាយើង get start import sim demo អូខេ start now install plugin របស់វាមកហើយយើង import demo អញ្ចឹងយើងសាកលបង visit site សាកមើលអូខេអញ្ចឹងយើង visit site បានហើយអូខេអញ្ចឹងយើងសាកបង search ឈ្មោះរបស់យើងសាកមើល login user password អញ្ចឹងខ្ញុំ login ម្ដងទៀត
copy password អូខេ save បណ្ដោយទៅហើយយើង click បានហើយអញ្ចឹងយើងសាកល្បងសាកមើលតើ pay កើតអត់ view ការគេភាសា check out អញ្ចឹង no payment method អញ្ចឹងយើងអាច fix ជាមួយនឹង payment method របស់យើងចូលទៅ WooCommerce ហើយ setting ហើយយើង change ណាមកយើងចូលទៅ store/wp admin មកយើងមក setting យើង check មើលសិនតើការ set up check out ភាសា check out របស់យើងត្រូវអត់កន្លែងនេះខ្ញុំយក USD sell to all country state country Cambodia okay payment ខ្ញុំមើល payment ម្ដងទៀតខ្ញុំ copy កន្លែងនេះមកខ្ញុំយកមកដាក់នៅក្នុងនេះមកអូខេក៏ខ្ញុំ copy ទាំង static IP ដាក់ static IP វិញគឺចឹង no payment method កន្លែងយើងត្រូវ fix តិចហើយអាចនឹងយូរតិចកន្លែង fix ហ្នឹង
អូខេអញ្ចឹងដើម្បី check out ទៅងាយស្រួលយើងអាចធ្វើការ config ទៅជាមួយនឹងការ check out payment មួយទៀតទៅជាមួយនឹង cash on delivery អូខេយើង enable មកចឹងសម្រាប់ការ config ABA Payway គឺវារៀងយូរបន្តិចដោយសារយើងត្រូវការកែវាច្រើនអូខេhttps ពីរដងអញ្ចឹងpayment option របស់យើងអាចរើសបាន cash on delivery check payment ហើយនឹង direct bank transfer គេអញ្ចឹងយើងអត់ទាន់ fix ABA Payway កាត់ទេយើងអាចនឹងcash on delivery សាកមើលសិនបាទ place order មកអញ្ចឹងយើងពេញ bill information មកខ្ញុំចេះតែដាក់ទៅ place order អូខេអញ្ចឹង order របស់យើងគឺ success ហើយ payment method cash on delivery យើងចូលទៅមើលការ order របស់យើងអូខេអញ្ចឹងយើងឃើញ order ID លេខ37នេះបាទ11 second មុនហើយ status payment គឺ processing អូខេ total $160 អូខេអញ្ចឹងការ set up e-commerce នៅលើ AWS របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេលោកគ្រូបាទអរគុណច្រើនលោកគ្រូ